សួស្តីអ្នកទាំងអស់គ្នានៅសប្តាហ៍នេះយើងសូមលើកយកសៀវភៅមួយក្បាលមកធ្វើការសង្ខេបជូនអ្នកទាំងអស់គ្នាដែលមានចំណងជើងថា Everybody Lies គ្រប់គ្នាសុទ្ធតែកុហកមកធ្វើការអត្ថាធិប្បាយជូនអ្នកទាំងអស់គ្នាស្ដាប់នេះគឺជាសៀវភៅបច្ចេកវិទ្យាមួយក្បាលដែលនិយាយពីប្រធានបទមួយគឺអត្ថប្រយោជន៍និងគ្រោះថ្នាក់របស់បណ្ដុំទិន្នន័យ Big Data ដែលមាននៅលើបណ្ដាញអ៊ីនធឺណិតហេតុអ្វីបានជាគេលើកឡើងយ៉ាងដូចនេះយើងមកធ្វើការចាប់ផ្ដើមសៀវភៅនេះជាមួយនឹងឧទាហរណ៍មួយនេះមនុស្សស្រីម្នាក់ដែលឧស្សាហ៍តែផុសបង្ហាញដៃគូស្នេហារបស់ខ្លួននៅលើអ៊ីនធឺណិតបើសិនជាគាត់ចូលទៅ search ក្នុង Google ថាមិត្តប្រុសរបស់ខ្ញុំជាមនុស្សបែបណាអ្នកទាយទៅមើលតើលទ្ធផលបង្ហាញចេញបែបណាតាមតួលេខស្វែងរកព័ត៌មានរបស់ Google បានបង្ហាញថាពាក្យគន្លឹះដែលមនុស្សស្រីចូលចិត្តស្វែងរកច្រើនជាងគេពាក់ព័ន្ធនឹងមិត្តប្រុសរបស់ខ្លួនជាមនុស្សបែបណានោះគឺមិត្តប្រុសរបស់ខ្ញុំជាខ្ទើយមែនទេបន្ទាប់មកគឺមិត្តប្រុសរបស់ខ្ញុំកំពុងតែក្បត់ខ្ញុំមែនទេនេះគឺជាពាក្យគន្លឹះឬ keyword ដែលមនុស្សស្រីស្វែងរកច្រើនជាងគេពាក់ព័ន្ធនឹងមិត្តប្រុសរបស់គាត់នៅក្នុងសៀវភៅនេះបានយកតួលេខជាក់ស្ដែងដែលមនុស្សស្វែងរកព័ត៌មាននៅលើអ៊ីនធឺណិតមកធ្វើការវិភាគពីចិត្តសាស្ត្ររបស់មនុស្សសម័យថ្មីនេះនៅក្នុងសៀវភៅមួយក្បាលរបស់លោក Malcolm Gladwell ដែលមានចំណងជើងថា Blink បានលើកឡើងថាជារឿយៗការសម្រេចចិត្តភ្លាមដំបូងគេរបស់មនុស្សគឺត្រឹមត្រូវជាងការពិចារណាវែងឆ្ងាយទៅទៀតហើយទ្រឹស្ដីនេះផ្ដោតសំខាន់ទៅលើប្រផ្នូលឬអារម្មណ៍ដំបូងរបស់អ្នកដើម្បីធ្វើការសម្រេចចិត្តប៉ុន្តែសៀវភៅ Everybody Lies មួយក្បាលនេះវិញមនុស្សភាគច្រើនឲ្យតម្លៃទៅលើគំនិតរបស់ខ្លួនប្រើបទពិសោធន៍ដែលខ្លួនមានមកធ្វើការវិភាគនិងវាយតម្លៃទៅលើរឿងរ៉ាវដែលគាត់បានជួបប៉ុន្តែបែបនេះក៏ងាយនឹងធ្វើឲ្យមានការភ័ន្តច្រឡំដែរដោយដែលអ្វីដែលសៀវភៅនេះរំលេចចេញមកតាមរយៈចំណងជើងរបស់វាអញ្ចឹងគ្រប់គ្នាសុទ្ធតែកុហកតែអ្វីដែលអាចទុកចិត្តបានទោះបីជាអ្នកជឿឬមិនជឿក៏ដោយគឺបណ្ដុំព័ត៌មានឬ Big Data អ្នកនិពន្ធសៀវភៅនេះមានឈ្មោះថា Seth Stephen Davidowitz ធ្លាប់ជាអ្នកវិទ្យាសាស្ត្រជាន់ខ្ពស់មួយរូបធ្វើការនៅក្នុងក្រុមហ៊ុន Google ទទួលបន្ទុកផ្នែកគ្រប់គ្រងទិន្នន័យហើយនេះជាសៀវភៅដំបូងគេរបស់លោកដែលបានបោះពុម្ពឡើងកាលពីឆ្នាំ2017និងជាសៀវភៅដែលលក់ដាច់បំផុតមួយនៅក្នុងពិភពលោកវាយតម្លៃដោយទស្សនាវដ្តី New York Times នៅក្នុងសៀវភៅនេះគាត់បានទាញយកព័ត៌មានជាច្រើនពីក្រុមហ៊ុន Google និងបានស្រាវជ្រាវពីបញ្ហាសង្គមមួយចំនួនធំដោយប្រើប្រាស់បណ្ដុំទិន្នន័យ Big Data មកធ្វើការវិភាគនិងបកស្រាយឡើងវិញពីការយល់ឃើញរបស់មនុស្សចំពោះបញ្ហានានាក្នុងសង្គមបណ្ដុំទិន្នន័យ Big Data បញ្ញាសិប្បនិម្មិត AI និងការគណនាស្វ័យប្រវត្តិ Machine Learning គឺជាប្រធានបទដ៏ក្តៅគគុកដែលគ្រប់គ្នាសុទ្ធតែយកចិត្តទុកដាក់ចំពោះវាគេប្រើប្រាស់ Big Data ដើម្បីស្វែងយល់ពីមនុស្សនិងពិភពលោកបាននិយាយថា Big Data គឺជាកែវយឹតគឺអាចឲ្យយើងមើលឃើញរាប់លានយោជន៍ពីផែនដីឯណោះបើថា Big Data គឺជាកែវពង្រីកគេអាចមើលឃើញរបស់ដែលតូចល្អិតបំផុតដែលមនុស្សប្រើភ្នែកទទេមើលមិនឃើញគ្មានអ្នកណាស្គាល់យើងច្បាស់ជាង Big Data នោះទេសូម្បីតែអ្នកខ្លួនឯងក៏ដោយមានដែរឆ្ងល់ទេថាហេតុអ្វីបានជាយើងអូស TikTok ប៉ះតែវីដេអូដែលខ្លួនចង់មើលហើយបើយើងខ្ចី account អ្នកណាម្នាក់មកមើលមិនដេចក៏មិនដូចអ្វីដែលគេរុញមកឲ្យយើងអញ្ចឹងនេះជាលទ្ធផលដែល Big Data បានជួយដល់ការរស់នៅរបស់យើងគេដឹងច្បាស់ថាអ្នកចូលចិត្តមើលវីដេអូបែបណាចូលចិត្តមើលនៅពេលណាហើយមើលយូរប៉ុណ្ណាទាំងនេះសុទ្ធតែបានមកពីព័ត៌មានដែលអ្នកបានផ្ដល់ឲ្យគេតែអ្នកមិនដឹងខ្លួនតាមរយៈការ like comment share នោះឯងយើងមកចាប់ផ្ដើមបកស្រាយខ្លឹមសារសំខាន់នៅក្នុងសៀវភៅនេះដោយផ្ដើមចេញពី3សំណួរទី1តើបណ្ដុំទិន្នន័យ Big Data បែបណាទើបមានតម្លៃទី2ហេតុអ្វីបានជាគេថាសម្ដីរបស់មនុស្សសុទ្ធតែជាពាក្យកុហកហើយមានតែបណ្ដុំទិន្នន័យ Big Data ប៉ុណ្ណោះដែលអាចផ្ដល់ព័ត៌មានពិតដល់យើងនិងផ្នែកទី3 Big Data ធ្វើឲ្យយើងអាចស្វែងយល់ពីមនុស្សម្នាក់បានយ៉ាងច្បាស់តែហេតុអ្វីបានជាគេថាវាមិនប្រកាសថាជារឿងល្អនៅក្នុងយុគសម័យអ៊ីនធឺណិតតើទិន្នន័យបែបណាមានតម្លៃចំពោះយើងអាចឲ្យយើងងាយនឹងស្វែងយល់ពីពិភពលោកនេះបានច្បាស់ជាងនេះសប្តាហ៍ថ្ងៃនេះយើងរស់នៅក្នុងយុគសម័យ Big Data ដែលទិន្នន័យទាំងអស់ដែលមាននៅលើអ៊ីនធឺណិតក្នុងមួយវិនាទីលំហូរទិន្នន័យនៅលើអ៊ីនធឺណិតមានរហូតដល់3កដកសញ្ញា84 Petabyte ដែល1 Petabyte គឺស្មើនឹង1លាន Gigabyte ឯណោះរថយន្តគ្មានមនុស្សបើកមួយគ្រឿងត្រូវបង្កើតទិន្នន័យរហូតដល់100 Gigabyte ជារៀងរាល់វិនាទីតើអ្នកគិតថារថយន្តទាំងនោះមានប្រតិកម្មរហ័សនិងអាចបើកបរបានដោយខ្លួនឯងសំអាងទៅលើកាមេរ៉ានិងប្រព័ន្ធ sensor របស់វាមែនទេអ្នកគិតរាក់ពេកហើយវាបញ្ជូនទិន្នន័យរាប់លាន Gigabyte ទៅកាន់ផ្កាយដនបគូផ្សំនឹងទិន្នន័យដែលវាប្រមូលបានមកធ្វើការវិភាគរួមគ្នាទើបអាចសម្រេចបាននូវការបើកបរដែលមានប្រតិកម្មរហ័សនិងទាន់ពេលវេលាមួយយល់ពីហេតុផលទាំងនេះហើយយើងអាចដឹងបានថាហេតុអ្វីបានជាគំនិតរបស់មហាសេដ្ឋីធំៗនៅលើពិភពលោកដូចជា Elon Musk បង្កើតក្រុមហ៊ុនបញ្ជូនផ្កាយដនបដាក់ក្នុងលំហអាកាសដូចជា SpaceX និងរថយន្តអគ្គិសនីបើកបរដោយខ្លួនឯងដូចជា Tesla តើវាមានអ្វីពាក់ព័ន្ធនឹងគ្នាគឺពាក់ព័ន្ធនឹងគ្នាខ្លាំងណាស់ដោយសារតែយើងកំពុងរស់នៅក្នុងពិភពលោកមួយដែលងាកទៅណាក៏សុទ្ធតែ Big Data បែបនេះ
យើងគួរតែផ្លាស់ប្ដូរផ្នត់គំនិតថ្មីដើម្បីទទួលយកបរិបទបច្ចេកវិទ្យាទាំងនេះកាលពីប្រហែលឆ្នាំមុនយើងតែងតែសង្ឃឹមថាព័ត៌មានកាន់តែច្រើនកាន់តែល្អតែពេលនេះយើងត្រូវដឹងថាទិន្នន័យបែបណាមានប្រយោជន៍ចំពោះយើងជាពិសេសទិន្នន័យដែលយើងមិនធ្លាប់បានប្រមូលមកពីមុនជាក់ស្ដែងដូចជាទិន្នន័យដែលយើងប្រើប្រាស់អ៊ីនធឺណិតសប្តាហ៍ថ្ងៃឲ្យតែអ្នកប្រើទូរស័ព្ទ smartphone ឬភ្ជាប់ជាមួយអ៊ីនធឺណិតគឺអ្នកកំពុងតែបង្កើតទិន្នន័យជារៀងរាល់វិនាទីតាំងពីពេលដែលអ្នកផ្ញើសារលេងបណ្ដាញសង្គមទិញទំនិញអនឡាញមើលរឿងស្រាវជ្រាវឯកសារជាដើមវាបានបន្សល់ទុកនៅដានទិន្នន័យជាច្រើននេះមិនរាប់បញ្ចូលឧបករណ៍ជាច្រើនផ្សេងទៀតដូចជាម៉ាស៊ីនត្រជាក់ទូទឹកកកចំនួនថ្មីដែលសុទ្ធតែជាឧបករណ៍ឆ្លាតវៃឲ្យតែយើងភ្ជាប់ជាមួយអ៊ីនធឺណិតគឺសុទ្ធតែបង្កើតទិន្នន័យជារៀងរាល់វិនាទីអ្នកប្រកាសជាឆ្ងល់ហើយថាម៉ាស៊ីនត្រជាក់មានមុខងារធ្វើឲ្យត្រជាក់ទូទឹកកកគឺសម្រាប់រក្សាទុកបន្លែសាច់តែឈើចាំបាច់ភ្ជាប់ Wi-Fi ធ្វើអ្វីហើយវាមានប្រយោជន៍អ្វីដែរប្រកាសណានេះជាសម័យមួយដែលអ្វីសុទ្ធតែឆ្លាតវៃហើយវាអាចឆ្លាតវៃបានគឺដោយសារតែទំហំទិន្នន័យដ៏ធំមហាសាលដែលគេហៅថា Big Data នេះឯងនៅពេលដែលទូទឹកកកឆ្លាតវៃមួយភ្ជាប់ជាមួយអ៊ីនធឺណិតវាអាចជួយគ្រប់គ្រងការប្រើប្រាស់អគ្គិសនីប្រាប់យើងថាតើមានអីវ៉ាន់អ្វីខ្លះនៅក្នុងនោះផុតកំណត់ពេលណានិងបញ្ជូនព័ត៌មានទាំងនោះទៅកាន់ទូរស័ព្ទដៃរបស់យើងនេះហើយជាសារៈសំខាន់របស់វាចូលមកដល់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ទំហំទិន្នន័យទាំងនោះមានការកើនឡើងរាប់ម៉ឺនដងក្នុងមួយឆ្នាំយើងត្រូវការទិន្នន័យថ្មីដែលមានប្រយោជន៍ដល់យើងអ្វីទៅជាទិន្នន័យមានប្រយោជន៍អ្នកនិពន្ធលើកដឹងថាទិន្នន័យមានប្រយោជន៍គឺជាទិន្នន័យដែលពាក់ព័ន្ធនឹងយើងលើកទិន្នន័យរបស់ Google មកធ្វើការវិភាគតើអ្នកដឹងទេថាតាមរយៈពាក្យគន្លឹះដែលគេស្វែងរកនៅលើ website ស្វែងរកព័ត៌មាននៅលើ Google តើគេអាចវិភាគដឹងពីតម្លៃហាងឆេងទីផ្សារអចលនទ្រព្យក្នុងតំបន់មួយបានដែរឬទេចម្លើយគឺបានហើយវាមានប្រយោជន៍ជាងទិន្នន័យណាទាំងអស់ឧទាហរណ៍បើសិនជាមនុស្សភាគច្រើន search រកពាក្យថាការប្រាក់តម្លៃដីឬក៏ទិញផ្ទះនោះតម្លៃអចលនទ្រព្យក្នុងតំបន់នោះនឹងកើនឡើងតែបើមនុស្សជាច្រើន search រកពាក្យថាចងការលក់ផ្ទះឬវិធីលក់ផ្ទះឲ្យដាច់ជាដើមនោះតម្លៃអចលនទ្រព្យក្នុងតំបន់នោះប្រកាសជាធ្លាក់ចុះនេះបង្ហាញថាពាក្យគន្លឹះដែលមនុស្សស្វែងរកនៅលើអ៊ីនធឺណិតមានទំនាក់ទំនងគ្នាដោយផ្ទាល់ជាមួយនឹងបម្រែបម្រួលនៃតម្រូវការនិងការផ្គត់ផ្គង់នៅលើទីផ្សារក្រៅពីទិន្នន័យទាំងនេះដោយសារបច្ចេកវិទ្យាកាន់តែរីកចម្រើនក្នុងល្បឿនលឿនគួរឲ្យភ្ញាក់ផ្អើលពីមួយថ្ងៃទៅមួយថ្ងៃរូបភាពនិងវីដេអូក៏មានការប្រើប្រាស់ទូលំទូលាយដែរហើយក៏អាចក្លាយជាព័ត៌មានថ្មីដែលមានប្រយោជន៍ដែរព័ត៌មានថ្មីនេះលេចរូបរាងឡើងក្នុងទម្រង់ស្មុគស្មាញនិងស៊ីជម្រៅបន្តិចដែលមនុស្សភាគច្រើនមិនអាចមើលយល់ពីវាបានភ្លាមៗនោះឡើយនៅក្នុងសៀវភៅនេះបានលើកឡើងនៅឧទាហរណ៍មួយដែលពន្យល់ពីទិដ្ឋភាពនេះតាមការពិសោធន៍មួយបានឲ្យដឹងថាបច្ចុប្បន្ននេះមនុស្សកាន់តែច្រើនចាប់ផ្ដើមសើចនៅពេលដែលគេថតរូបហេតុអ្វីទៅនៅក្នុងពិសោធន៍នេះគេបានប្រមូលរូបថតនិស្សិតដែលបញ្ចប់ការសិក្សានៅវិទ្យាល័យក្នុងសហរដ្ឋអាមេរិក100ឆ្នាំចុងក្រោយតាមការអង្កេតមើលរូបថតទាំងនោះកាលពីមុនមនុស្សមិនសូវសើចប៉ុន្មានទេពេលថតរូបជុំគ្នាពេលវេលាកាន់តែគៀកមកជិតបច្ចុប្បន្នកាលមនុស្សកាន់តែច្រើនចាប់ផ្ដើមលេចស្នាមញញឹមមកបន្ថែមពីនេះរាប់តាំងពីញញឹមរហូតដល់សើចក្អាកក្អាយមនុស្សស្រីមានចំនួនអ្នកសើចច្រើនជាងមនុស្សប្រុសហេតុអ្វីបានជាមានការប្រែប្រួលបែបនេះតាមការស្រាវជ្រាវរកមូលហេតុបានឲ្យឃើញថាគឺមកពីជាងថតនិងយុទ្ធសាស្ត្រទីផ្សាររបស់ម៉ាស៊ីនថតរូប Kodak អ្នកទាំងអស់គ្នាប្រកាសជាធ្លាប់ឮហើយកាមេរ៉ាថតរូប Digital ដំបូងគេនៅក្នុងលោកគឺ Kodak នេះឯងកាលពីមុនម៉ាស៊ីនថតរូបមានទំហំធំអ្នកថតរូបត្រូវអោនក្បាលចូលទៅក្នុងសំពត់ខ្មៅទើបអាចផ្ដិតយករូបភាពបានម៉ាស៊ីនទាំងនេះមានទំហំធំពិបាកនឹងផ្លាស់ទីហើយការថតរូបគឺធ្វើឡើងតែក្នុងកម្មវិធីផ្លូវការប៉ុណ្ណោះដូច្នេះហើយវាមិនចម្លែកទេដែលគ្រប់គ្នាមិនសូវហ៊ានសើចគេត្រូវបង្ហាញទឹកមុខម៉ឺងម៉ាត់នៅពេលដែល Kodak ផលិតកាមេរ៉ា Digital នៅក្នុងឆ្នាំ1975គេព្រួយខ្លាចទីផ្សារមិនទទួលយកក៏បង្កើតយុទ្ធសាស្ត្រថ្មីក្នុងការធ្វើទីផ្សារដែលចង់ឲ្យគ្រប់គ្នាថតរូបនិងផ្ដិតយកទេសភាពនៅទីណាក៏បានគ្រប់ពេលវេលាគ្រប់ទីកន្លែងមិនចាំបាច់តតែមានកម្មវិធីធំដុំនោះទេមនុស្សកាន់តែច្រើនឡើងកាន់កាមេរ៉ា Digital នេះទៅដើរលេងនៅកន្លែងកម្សាន្តថតរូបជួបជុំមិត្តភ័ក្តិនិងគ្រួសារបង្កើតបរិយាកាសកាន់តែសប្បាយរីករាយពួកគេក៏មានទម្លាប់សើចសប្បាយនិងមិនតានតឹងដូចពីមុនឡើយខាងលើនេះគឺជាផ្នែកសំខាន់ទី1ដែលបានបង្ហាញប្រាប់យើងថាដោយសារតែពេលវេលានៃការរីកចម្រើននៃបច្ចេកវិទ្យាបណ្ដុំទិន្នន័យ Big Data បានបង្កកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃតែអ្វីដែលសំខាន់តើទិន្នន័យទាំងនោះអាចនាំផលប្រយោជន៍ឬមានអ្វីពាក់ព័ន្ធនឹងការរស់នៅរបស់យើងឬអត់តើទិន្នន័យទាំងនោះអាចសំយោគបង្កើតបានជាព័ត៌មានថ្មីសម្រាប់ឲ្យយើងធ្វើការវិភាគដើម្បីធ្វើការសម្រេចចិត្តឬដោះស្រាយបញ្ហាបានដែរឬទេដោយចំណងជើងសៀវភៅមួយក្បាលនេះអញ្ចឹងគ្រប់គ្នាសុទ្ធតែកុហកទោះបីជាគ្មានបំណងឬមានបំណងក៏ដោយនៅសម័យនេះយើងទទួលស្គាល់ថាគ្រប់គ្នាសុទ្ធតែកុហក
ព្រោះនៅលើបណ្ដាញសង្គមនិងអ៊ីនធឺណិតមួយថ្ងៃមានព័ត៌មានច្រើនយ៉ាងនេះយើងពិតជាពិបាកនឹងវិនិច្ឆ័យណាស់ថាព័ត៌មានណាពិតព័ត៌មានណាមិនពិតតែបណ្ដុំទិន្នន័យ Big Data មិនអាចកុហកយើងបានឡើយកាលពីមុនយើងតែងតែយល់ថាឲ្យតែមានព័ត៌មានការស្រាវជ្រាវឬលទ្ធផលពិសោធន៍ណាមួយយើងប្រកាសជាជឿជាក់ហើយដោយសារតែវាជាសម្ដីរបស់អ្នកជំនាញឆ្លងកាត់តាមការស្រាវជ្រាវឬដកពិសោធន៍នានាប៉ុន្តែពេលខ្លះអ្នកត្រូវដឹងថាអ្នកទាំងនោះក៏ជាមនុស្សដែរឲ្យតែជាមនុស្សគឺសុទ្ធតែអាចនិយាយកុហកទោះបីជាអ្នកស្រាវជ្រាវមិនកុហកក៏មនុស្សដែលគេយកមកធ្វើការពិសោធន៍ទាំងនោះមិនប្រកាសថានិយាយពាក្យពិតដែរជាក់ស្ដែងកាលពីឆ្នាំ2016នៅពេលដែលសហរដ្ឋអាមេរិកធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី45វាជាការប្រជុំមុខដាក់គ្នារវាងបេក្ខភាពប្រធានាធិបតីពីររូបម្នាក់មកពីគណៈបកប្រជាធិបតេយ្យគឺលោកស្រី Hillary Clinton និងម្នាក់ទៀតគឺជាបេក្ខភាពមកពីគណៈបកសាធារណរដ្ឋគឺលោក Donald Trump មុនពេលបោះឆ្នោតមួយថ្ងៃតាមការស្រាវជ្រាវសម្លេងឆ្នោតបានឲ្យដឹងថាសម្លេងគាំទ្ររបស់លោកស្រី Hillary Clinton នាំមុខ Donald Trump រហូតដល់ 10% ជាងឯណោះអ្នកណាទៅដឹងថានៅពេលដែលលទ្ធផលចេញមកជាក់ស្ដែង Trump គឺជាអ្នកឈ្នះទៅវិញអ្នកនិពន្ធបានបញ្យល់ថាលទ្ធផលខុសពីការស្ទាបស្ទង់មតិបែបនេះដោយសារតែមនុស្សមួយចំនួនមិនព្រមនិយាយការពិតមិនព្រមបង្ហាញពីនិន្នាការនយោបាយរបស់ពួកគេព្រោះបុគ្គលមួយចំនួនដែលគាំទ្រ Trump មិនចង់ឲ្យគេដឹងថាគាត់គាំទ្រ Trump នោះទេនៅក្នុងភាសាសង្គមវិទ្យាយើងហៅថាវាជាភាពលំអៀងនៃនិន្នាការសង្គមដែលមានន័យថាមនុស្សចូលចិត្តលាក់បាំងនៅគំនិតរបស់ខ្លួនខ្លាចគេរើសអើងដោយសារតែគំនិតរបស់ខ្លួនខុសពីអ្នកដទៃជាពិសេសគឺខុសពីមតិភាគច្រើនមនុស្សជាច្រើនដែលគាំទ្រ Trump សុទ្ធតែមានគំនិតបែបនេះព្រោះ Trump ត្រូវបានគេវាយប្រហារថាជាអ្នកនយោបាយឈាមក្តៅដូចបាយពុះនិយាយមិនសំចៃមាត់បើសិនជាគាំទ្រគាត់ដោយបើកចំហនោះប្រកាសជាត្រូវគេរើសអើងទើបពួកគេលាក់គំនិតនេះនៅក្នុងចិត្តតែដល់ពេលបោះឆ្នោតជាក់ស្ដែងដោយសម្ងាត់ពួកគេនៅតែបោះឲ្យ Trump ដដែលឧទាហរណ៍ស្រដៀងគ្នានេះមានច្រើនណាស់ជាក់ស្ដែងមនុស្សមួយចំនួននៅតែមានការរើសអើងភេទតែនៅក្នុងការរស់នៅគេមិនហ៊ានបង្ហាញអាកប្បកិរិយាឲ្យគ្រប់គ្នាដឹងថាគេរើសអើងភេទនោះទេឧទាហរណ៍ដែលមនុស្សនិយាយកុហកមានច្រើនណាស់ពាក្យខ្លះជាពាក្យកុហកដើម្បីល្អពាក្យខ្លះក៏ជាពាក្យកុហកបែបអាក្រក់ដែរកុំថាឡើយសម្ដីសូម្បីតែពេលខ្លះទង្វើនិងកាយវិការរបស់យើងក៏កុហកដោយមិនដឹងខ្លួនដែរយើងនិយាយថាយើងចូលចិត្តមើលវីដេអូអប់រំចុះហេតុអ្វីបានជាវីដេអូដែលយើងអូននៅលើ TikTok គឺសុទ្ធតែជាវីដេអូបែកស្លុយទៅវិញខ្ញុំដឹងថានេះមិនមែនជាចេតនាដែលគ្រប់គ្នាកុហកខ្លួនឯងនោះទេតែយើងពិតជាមិនដឹងពិតមែននិយាយមិនចេញឬមិនហ៊ាននិយាយថាយើងចូលចិត្តវីដេអូបែបណានោះទេតែ TikTok ស្គាល់យើងច្បាស់ជាងយើងខ្លួនឯងទៅទៀតគេដឹងថាអ្នកចូលចិត្តមើលវីដេអូប្រភេទណាមើលយូរប៉ុណ្ណាសេវវាទុកឬអត់ចែករំលែកទៅកាន់មិត្តភក្តិឬទេទាំងនេះសុទ្ធតែជាបណ្ដុំទិន្នន័យ Big Data ដែលគេប្រមូលបានមកតាមរយៈឥរិយាបថក្នុងការប្រើប្រាស់របស់យើងចុះបណ្ដុំទិន្នន័យ Big Data នេះមិននឹងដឹងថាយើងនិយាយកុហកទៅបើសិនជាយើងអង្កេតមើលឥរិយាបថក្នុងការប្រើប្រាស់អ៊ីនធឺណិតរបស់យើងនឹងឃើញពីភាពលំអៀងទាំងនេះបើយើងអង្កេតមើលពីលទ្ធផលនៃការស្ទាបស្ទង់មតិទៅលើលទ្ធផលឆ្នោតក្នុងរដ្ឋមួយចំនួននៅសហរដ្ឋអាមេរិកឃើញថា Hillary មានប្រៀបជាង Trump ដោយសារតែរដ្ឋទាំងនោះជាទឹកដីរបស់គណៈបកប្រជាធិបតេយ្យទៅហើយមិនចាំបាច់ Hillary ទៅឃោសនាក៏អាចទីដឹងបានថា Hillary នឹងឈ្នះឆ្នោតដែរតែបើយើងក្រឡេកទៅមើលបណ្ដុំទិន្នន័យ Big Data វិញលទ្ធផលក្នុងការស្វែងរកពាក្យគន្លឹះចំនួន2ដែលគេ search នៅក្នុង Google គឺ Trump Hillary មានចំនួន search ច្រើនជាង Hillary Trump មានន័យថាមនុស្សមានទំនោរនឹង search ឈ្មោះមនុស្សដែលខ្លួនចូលចិត្តដាក់នៅខាងមុខដូច្នេះនេះបង្ហាញថាតាមរយៈ Big Data នៅក្នុងរដ្ឋទាំងនោះគេចូលចិត្ត Trump ជាង Hillary ហើយលទ្ធផលជាក់ស្ដែងចេញមកគឺ Trump ឈ្នះពិតមែនដែលវាខុសពីការស្ទាបស្ទង់មតិដែលគេសួរទៅកាន់ម្ចាស់ឆ្នោតដោយផ្ទាល់ក្រៅពីនេះ Big Data ក៏បានបំបែកផ្នត់គំនិតនឹងការយល់ឃើញរបស់យើងកាលពីមុនដែរនៅពេលដែលយើងប្រឈមនឹងបញ្ហាអ្វីមួយយើងតែងតែប្រើអារម្មណ៍មកវិភាគនិងធ្វើការសម្រេចចិត្តតែ Big Data ប្រាប់យើងថាជារឿយៗការប៉ាន់ស្មានរបស់យើងមិនត្រឹមត្រូវនោះទេជាក់ស្ដែងប្រជាជនអាមេរិកភាគច្រើនយល់ឃើញថាកីឡាបាល់បោះ Basketball គឺជាកីឡាមួយប្រភេទដែលគេឃើញថាមានជនជាតិស្បែកខ្មៅចូលរួមច្រើនជាងគេគ្រប់គ្នាយល់ថានេះជាផ្លូវដ៏ល្អមួយសម្រាប់ក្មេងជនជាតិស្បែកខ្មៅដែលមានជីវភាពមិនសូវធូរធារអាចចូលហាត់កីឡាបាល់បោះក្លាយជាកីឡាករ NBA ធំឡើងនិងមានជីវភាពធូរធារនិងមានមុខមាត់ក្នុងសង្គមព្រោះពួកគេមានការអត់ធ្មត់ខ្ពស់ហើយក្មេងៗជនជាតិស្បែកសដែលមានជីវភាពធូរធារមិនមានភាពអត់ធ្មត់ហាត់កីឡាប្រភេទនេះឡើយដោយតែយើងបានឃើញស្រាប់ស្ដេចបាល់បោះ Michael Jordan Kobe Bryant ជាដើមសុទ្ធតែជាជនជាតិស្បែកខ្មៅដែលប្រសូតចេញពីគ្រួសារក្រខ្សត់តើការពិតវាពិតជាបែបនេះមែនទេឆ្លងកាត់តាមការប្រមូលទិន្នន័យអស់ពេលជាច្រើនឆ្នាំទៅលើសាវតារបស់កីឡាករ NBA ទាំងនោះបានឲ្យដឹងថាផ្ទុយពីការយកឃើញខាងលើក្មេងៗដែលមានជីវភាពធូរធារទៅវិញទេដែលងាយនឹងក្លាយជាកីឡាករកំពូលក្នុងកីឡា NBA នេះទី1ដើម្បីក្លាយជាកីឡាករ NBA បានអ្នកត្រូវមានកម្ពស់ខ្ពស់ហើយក្មេងដែលស្ថិតក្នុងគ្រួសារដែលមានជីវភាពធូរធារ
ទើបងាយនឹងលូតលាស់កម្ពស់ដោយសារតែគេញ៉ាំអាហារដែលមានជីវជាតិគ្រប់គ្រាន់ទី2កីឡាករបាល់បោះ NBA មិនត្រឹមតែទាមទារឲ្យអ្នកមានកម្ពស់ខ្ពស់ប៉ុណ្ណោះទេថែមទាំងទាមទារឲ្យអ្នកមាន IQ ខ្ពស់ទៀតផងព្រោះវាជាកីឡាដែលត្រូវលេងជាក្រុមមិនមែនលេងតែឯងនោះទេតែក្មេងដែលមកពីគ្រួសារក្រខ្សត់ជាទូទៅមិនសូវជាចុះសម្រុងនឹងគេប្រហែលទេព្រោះគេមិនសូវរាប់អានតាំងពីតូចមកគឺគេខ្វះសមត្ថភាពក្នុងការធ្វើការងារជាក្រុមនិងមិនសូវឆ្លៀសវៃទាំងនេះសុទ្ធតែជាឧទាហរណ៍បញ្ជាក់ថាការសន្មត់ឬផ្នត់គំនិតរបស់អ្នកមិនប្រកាសថាត្រូវទេ Big Data ទើបជាអំណះអំណាងសមហេតុផលដែលអ្នកត្រូវយកមកធ្វើការវិភាគពេលមានទិន្នន័យទាំងនេះហើយយើងអាចធ្វើការវិភាគដោយយកទិន្នន័យជាខ្នងបង្អែកបានហើយតើរឿងនេះជារឿងល្អឬអាក្រក់សម្រាប់ពួកយើងដែលរស់នៅក្នុងយុគសម័យអ៊ីនធឺណិតនេះចាប់ពីថ្ងៃទី1ដែលក្រុមហ៊ុនធំៗទាំងនោះប្រមូលទិន្នន័យពីយើងទៅទោះក្នុងហេតុផលផ្ដល់ជូននៅសេវាកម្មឲ្យត្រូវនឹងតម្រូវការរបស់យើងឬប្រើក្នុងគោលបំណងផ្សេងក៏ដោយក្នុងនាមយើងជាអ្នកប្រើប្រាស់គឺមានហានិភ័យក្នុងការបំពានឯកជនភាពរួចទៅហើយគេបង្ខំឲ្យយើងអនុញ្ញាតឲ្យគេចូលទៅទាញយករូបថតក្នុងទូរស័ព្ទរបស់យើងគេប្រមូលទិន្នន័យនិងដានក្នុងការស្វែងរកព័ត៌មានរបស់យើងនៅលើអ៊ីនធឺណិតរហូតដល់ថ្នាក់គេប្រើប្រាស់មីក្រូហ្វូនទូរស័ព្ទរបស់យើងដើម្បីស្រូបយកសំឡេងទោះក្នុងគោលបំណងល្អឬអាក្រក់ក៏ដោយវាមានហានិភ័យរួចទៅហើយបើយើងស្ម័គ្រចិត្តផ្ដល់ទិន្នន័យទាំងនោះឲ្យទៅពួកគេបណ្ដុំទិន្នន័យ Big Data ក៏ត្រូវបានគេប្រើប្រាស់ច្រើនដែរនៅក្នុងវិស័យវេជ្ជសាស្ត្រនៅថ្ងៃអនាគតមន្ទីរពេទ្យនឹងបញ្ចូលទិន្នន័យអ្នកជំងឺនៅក្នុងប្រព័ន្ធគ្រប់គ្រងដើម្បីវិភាគពីស្ថានភាពជំងឺដូចជាកម្រិតជាតិស្ករប្រវត្តិជំងឺតពូជ DNA ជាដើមដែលគេនឹងព្យាករណ៍ដឹងពីជំងឺដែលអ្នកនឹងឈឺនៅថ្ងៃអនាគតនិងប្រាប់អ្នកពីវិធានការជៀសវាងជំងឺទាំងនោះជាដើមបើនិយាយពីអត្ថប្រយោជន៍របស់បណ្ដុំទិន្នន័យ Big Data នៅក្នុងការរស់នៅរបស់យើងវាពិតជាមានគុណតម្លៃនិងអត្ថប្រយោជន៍ច្រើនពិតមែនតែយើងអនុញ្ញាតឲ្យគេយកទិន្នន័យរបស់យើងទៅប្រើប្រាស់ក្នុងវិស័យផ្សេងៗដើម្បីបង្កភាពងាយស្រួលដល់យើងដែរឬអត់វាពិតជាពិបាកគ្រប់គ្រងបានដែរវាប្រៀបដូចជាថ្នាំពេទ្យដែលជាអាវុធមុខពីរថាល្អក៏ល្អថាអាក្រក់ក៏អាក្រក់ណាស់ដែរឧទាហរណ៍បើសិនជាអ្នកអនុញ្ញាតឲ្យក្រុមហ៊ុនធានារ៉ាប់រងប្រមូលនៅព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកគេអាចនឹងយកព័ត៌មានទាំងនោះទៅធ្វើការវិតម្លៃកម្រិតហានិភ័យក្នុងការសងត្រឡប់ដែលអ្នកមិនអាចបដិសេធបានឡើយដូចគ្នានេះដែរកាស៊ីណូក៏ស្គាល់អ្នកច្បាស់ណាស់ដែរតាមរយៈបណ្ដុំទិន្នន័យ Big Data គេដឹងថាអ្នកលេងអស់ប៉ុន្មានលេងល្បែងអ្វីចូលចិត្តលេងនៅម៉ោងប៉ុន្មានហើយដើម្បីលួងចិត្តអ្នកគេផ្ដល់នៅអាហារ buffet ឥតគិតថ្លៃគេផ្ដល់បន្ទប់ស្នាក់នៅឲ្យអ្នកដើម្បីធានាបានថាអ្នកមានអារម្មណ៍ល្អមានអារម្មណ៍ថាទោះបីជាចាញ់ល្បែងក៏បានហូបចុកនិងស្នាក់នៅ free ដែរដូច្នេះអត្ថប្រយោជន៍និងគ្រោះថ្នាក់របស់បណ្ដុំទិន្នន័យ Big Data គឺមានដូចគ្នាគ្រាន់តែវាធ្លាក់ក្នុងដៃអ្នកណាជាអ្នកប្រើប្រាស់វាក្នុងគោលបំណងល្អឬអាក្រក់ប៉ុណ្ណោះបញ្ហាត្រង់ថាបើសិនជារដ្ឋាភិបាលប្រើប្រាស់ទិន្នន័យ Big Data ដើម្បីចាប់ឧក្រិដ្ឋជនម្នាក់តើឧក្រិដ្ឋជនអាចប្តឹងរដ្ឋាភិបាលវិញបានទេថាបានប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋម្នាក់ដោយមិនបានឆ្លងកាត់ការយល់ព្រមជាមួយនោះចុះបើសិនជាក្រុមហ៊ុនធានារ៉ាប់រងមួយដែលក្តោបក្តាប់នៅទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជនគោលដៅហើយគេអាចបង្កើតកញ្ចប់ធានារ៉ាប់រងក្នុងតម្លៃផ្សេងគ្នាទៅតាមជីវភាពនិងភាពដែលអាចទទួលយកបានរបស់អតិថិជននោះគេអាចនឹងបង្កើនចំណូលបានកាន់តែច្រើនតែបើធ្វើបែបនេះអាចនឹងចាត់ទុកថាវាជាការរំលោភលើឯកជនភាពរបស់អ្នកប្រើប្រាស់ដែរទេព្រោះព័ត៌មានផ្ទាល់ខ្លួនគឺជាកម្មសិទ្ធិបញ្ញារបស់ជនគ្រប់រូបចម្លើយទាំងនេះនៅតែជាមន្ទិលសង្ស័យហើយនឹងត្រូវធ្វើការបកស្រាយទៅតាមតថភាពច្បាប់ជាក់ស្ដែងខ្លឹមសារសំខាន់នៅក្នុងសៀវភៅនេះមានត្រឹមប៉ុណ្ណេះជាចុងក្រោយយើងមកធ្វើការរំលឹកត្រួសឡើងវិញសប្តាហ៍ថ្ងៃនេះយើងរស់នៅក្នុងយុគសម័យអ៊ីនធឺណិតដែលមួយថ្ងៃយើងបានបង្កើតទិន្នន័យដ៏ធំមហិមាទិន្នន័យទាំងនេះបង្កើតបានជាតួលេខដ៏ច្រើនលើសលប់ដែលអាចបង្កភាពងាយស្រួលក្នុងការរស់នៅរបស់យើងការរីកចម្រើននៃបច្ចេកវិទ្យានិងបញ្ញាសិប្បនិម្មិត AI កាន់តែធ្វើឲ្យព័ត៌មានទាំងនេះក៏កើតឡើងកាន់តែច្រើនប្រៀបបានទៅនឹងដុំព្រិលដ៏ធំមួយធ្លាក់ចុះពីលើភ្នំតកកយ៉ាងអញ្ចឹងតួលេខទាំងនេះមានភាពសុក្រិតជាងការស្ទាបស្ទង់មតិដែលអ្នកសួរទៅកាន់អ្នកប្រើប្រាស់ឆ្ងាយណាស់មនុស្សអាចនិយាយកុហកយើងបានតែទំហំទិន្នន័យ Big Data មិនអាចកុហកយើងនោះទេទិន្នន័យទាំងនោះធ្វើឲ្យយើងមើលឃើញពិភពលោកកាន់តែច្បាស់លាស់ក៏ជាមូលដ្ឋានដ៏គួរឲ្យទុកចិត្តមួយដែលអាចឲ្យយើងធ្វើការសម្រេចចិត្តបានត្រឹមត្រូវជាងមុនគេស្គាល់យើងច្បាស់ជាងយើងខ្លួនឯងទៅទៀតមិនថាអ្នកចូលចិត្តអ្វីមានទម្លាប់បែបណាសកម្មភាពប្រចាំថ្ងៃរបស់យើងបានធ្វើអ្វីខ្លះត្រូវបានគេកត់ត្រាទុកក្នុងគោលបំណងបង្កភាពងាយស្រួលដល់ការរស់នៅរបស់យើងតែទោះជាយ៉ាងណាក៏ដោយក៏វាបង្កជាហានិភ័យនិងគ្រោះថ្នាក់ខ្លះដែរបើសិនជាវាធ្លាក់ក្នុងដៃមនុស្សដែលគ្មានសីលធម៌និងប្រើប្រាស់វាក្នុងផ្លូវអាក្រក់ជាសារចុងក្រោយសូមអ្នកទាំងអស់គ្នាប្រយ័ត្នប្រយែងបន្តិចក្នុងការផ្ដល់នូវព័ត៌មានផ្ទាល់ខ្លួនទៅកាន់មនុស្សមិនស្គាល់និងរក្សាឯកជនភាពរបស់ខ្លួនឲ្យបានល្អជៀសវាងមានផលប៉ះពាល់អវិជ្ជមាននៅពេលក្រោយខ្លឹមសារសំខាន់នៅក្នុងសៀវភៅ Everybody Lies ដែលខ្ញុំបានធ្វើការសង្ខេបជូនអ្នកទាំងអស់គ្នានៅក្នុងសប្តាហ៍នេះសូមចប់ត្រឹមប៉ុណ្ណេះអរគុណចំពោះការតាមដានស្ដាប់សូមអបអរសាទរអ្នកបានស្ដាប់ចប់សៀវភៅមួយក្បាលទៀតហើយ